ស្ថិតនៅក្នុងស្រុកសូត្រនិគមខេត្តសៀមរាបវិទ្យាល័យដំដែកជាគ្រឹះស្ថានអប់រំមួយដែលបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សជាច្រើនជំនាន់ឲ្យក្លាយជាពលរដ្ឋល្អនិងធនធានមនុស្សប្រកបដោយសមត្ថភាពសាលាបានជួយឲ្យយុវជនមានឱកាសបញ្ចេញសក្តានុពលនិងពង្រឹងភាពជាអ្នកដឹកនាំថ្ងៃនេះយើងនឹងស្វែងយល់ពីបទពិសោធន៍ក្តីស្រមៃក្នុងកម្មវិធីនេះពួកខ្ញុំមានមោទនភាពចំពោះវិទ្យាល័យនេះដោយសារមានលោកគ្រូបរិញ្ញាល្អជាកន្លែងសម្រាប់រៀនមួយដ៏ល្អប្រសើរដូចជាអាគារក៏ដូចជាលោកគ្រូអ្នកគ្រូក៏មានសមត្ថភាពនៅក្នុងការបង្រៀនពួកខ្ញុំសម្រាប់ប្រព័ន្ធគ្រប់គ្រងគឺមានការពង្រឹងទៅលើវិន័យក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់យ៉ាងឡើងវិញផងដែរអនាគតខ្ញុំចង់ឃើញសាលាវិទ្យាល័យដំដែកក្លាយទៅជាសាលារៀនមួយដែលស្ថិតនៅក្នុងស្តង់ដារសាលារៀនគំរូមានបច្ចេកវិទ្យាគ្រប់គ្រាន់ដោយនៅខាងសាលាក្នុងទីក្រុងដែរខ្ញុំសូមគោរពជម្រាបសួរដល់អ្នកទាំងអស់គ្នាជាទីគោរពនាងខ្ញុំឈ្មោះសុកំនុសាជាសិស្សនៅវិទ្យាល័យដំដែកហើយក៏ជាយុវជនជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ2026តំណាងឲ្យខេត្តសៀមរាបផងដែរមោទនភាពសម្រាប់សាលាវិទ្យាល័យដំដែកគឺពួកខ្ញុំគឺជាក្រុមដំបូងគេដែលបានយកលេខ1ប្រចាំខេត្តឲ្យសាលាវិទ្យាល័យដំដែកក៏ដូចជានៅក្នុងស្រុកសូត្រនិគមខ្ញុំបាទឈ្មោះខូសុធារាជាសិស្សនៅសាលាវិទ្យាល័យដំដែកតំណាងខេត្តសៀមរាបសម្រាប់ខ្ញុំការប្រកួតអនឡាញក៏រៀងមានភាពពិបាកគួរសមដែរដោយជាស្ដែងទៅលើប្រព័ន្ធអ៊ីនធឺណិតការប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតវាអត់សូវមានភាពរលូនដោយសារតែមានភាពរអាក់រអួលទៅលើការប្រព័ន្ធអ៊ីនធឺណិតហ្នឹងដោយសារតែនៅក្នុងសាលារបស់ខ្ញុំហ្នឹងអត់សូវមានប្រព័ន្ធអ៊ីនធឺណិតគ្រប់គ្រាន់ទេដែលអាចធ្វើឲ្យសេវាក៏ដូចជាធ្វើឲ្យការនិយាយរបស់ខ្ញុំហ្នឹងអត់សូវមានភាពរលូនបងទីក្រុងស្រុកហើយក៏ជាសិស្សនៃសាលាវិទ្យាល័យដំដែកសូមធ្វើការបូកសរុបប្រធានខ្ញុំឈ្មោះសុកវ៉ាន់លីតាមកពីសាលាវិទ្យាល័យដំដែកស្ថិតនៅក្នុងខេត្តសៀមរាបសម្រាប់ខ្ញុំដូចជាអត់សូវមានឃើញចំណុចខ្សោយរបស់ពួកគាត់ទេពួកគាត់ខ្លាំងទាំងវគ្គនិយាយទាំងវគ្គសំណួរឆ្លើយចំពោះក្រុមខ្ញុំចំណុចខ្សោយនៅមានទាំងការបកស្រាយពេលខ្លះនិយាយទៅរៀងតាក់ហើយនឹងវគ្គសំណួរឆ្លើយអត់ទាន់ព្រីផែវាបានល្អជម្រាបសួរបងខ្ញុំឈ្មោះឆនកំហួងគឺជាសិស្សនៃសាលាវិទ្យាល័យដំដែកសម្រាប់ខ្ញុំយល់ថាយើងនៅមានចំណុចខ្វះខាតវាអត់សូវច្រើនមែនទេបងគាត់ថាយើងមានចំណុចខ្វះខាតនៅក្នុងវគ្គសួរឆ្លើយខ្លះហើយនឹងក្នុងការស្វែងរកឯកសារយើងដូចរបៀបថាពេលខ្លះយើងត្រូវស្វែងរកទិន្នន័យអីចឹងទៅវាពិបាកខ្លាំងបងបាក់ក្នុងការស្វែងរកចឹងបងហើយវគ្គសួរឆ្លើយពេលខ្លះយើងបាក់ control នៅក្នុងវគ្គសួរឆ្លើយនឹងដែរដោយសារតយើងត្រូវការរៀបពាក្យពេចន៍ផ្សេងៗដើម្បីឆ្លើយតបទៅវិញចឹងបងជម្រាបសួរទៅដល់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវៃឧស្សាហ៍ជាសិស្សទី 11C នៃសាលាវិទ្យាល័យដំដែកសម្រាប់ប្រធានបទបន្តនេះគឺក្រុមខ្ញុំបានត្រៀមក៏ដូចជាស្វែងយល់អំពីប្រធានបទនោះគឺតាក់ទងទៅនឹងគំនិតគោលចំហរបស់ក្រុមបដិសេធយើងខ្ញុំដោយយើងត្រូវយកអីទៅបដិសេធជាមួយនឹងក្រុមស្របពួកយើងបានរកនៅឯកសារយោងបានរកនៅគោលចំហរបស់ក្រុមពួកយើងហើយនឹងពង្រីកនៅក្បាលទិលហើយកប៉ុន្តែសង្ឃឹមទៅកាន់វគ្គផ្ដាច់ប្រត់នោះគឺសង្ឃឹម70% ដោយសារតែ 70% ហ្នឹងគឺជាសមត្ថភាពរបស់ក្រុមខ្ញុំថាអាចធ្វើបានប៉ុណ្ណានៅលើឆាកហើយសម្រាប់ 30% ទៀតហ្នឹងទៅលើទស្សនិកជននិងគណៈកម្មការហើយនៅសមត្ថភាពពួកគាត់ផ្ទាល់នៅពេលដែលកំពុងប្រកួតនឹងថាពួកគាត់ហ្នឹងអាចធ្វើបានតែសម្រាប់អ្វីដែលត្រៀមរួចហើយហ្នឹងគឺ 70% ហើយនឹង 30% ទៀតហ្នឹងទៅលើបរិយាកាសក្រៅហ្នឹងឯងបើគិតពីដើមមកខ្ញុំអត់សូវជាសង្ឃឹមថាពួកខ្ញុំនឹងអាចទទួលបាននៅជោគជ័យមកដល់វគ្គពាក្យកណ្ដាលប្រាច់ប្រត់នេះទេដោយសារតែនៅឃើញថាសមត្ថភាពពួកខ្ញុំហ្នឹងក៏នៅមានកម្រិតក៏ប៉ុន្តែក្រោយពីបានទទួលការបណ្ដុះបង្ហាត់ពីលោកជំទាវស្រួលជាតិក៏ដូចជាបងក្រុមការងារក៏ដូចជាលោកគ្រូបង្វឹកនិងលោកគ្រូដឹកនាំរបស់ខ្ញុំហើយពួកខ្ញុំក៏បានឈានចូលទៅដល់ប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិរហូតទៅដល់វគ្គពាក្យកណ្ដាលផ្ដាច់ប្រាត់នេះផងដែរមានការចូលរួមចំណែកពីគ្រូសាផងដែរដែលគាត់បានជំរុញទឹកចិត្តឲ្យខ្ញុំសាកល្បងពីវាដើម្បីឲ្យយើងទទួលបាននៅបទពិសោធន៍ថ្មីៗផងដែរគាត់សើចញញឹមជាមួយឲ្យនិយាយថាកូនពិតជាធ្វើបានល្អអញនិយាយបានថាគាត់ប្រហែលជាមានមោទនភាពខ្លាំងចំពោះយើងចឹងដោយសារយើងបានធ្វើនៅសមត្ថភាពអីដែលយើងមានដូចរបៀបថាគាត់បានផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យយើងទាំងសម្ភារៈការរៀនសូត្រចំណាយអ្វីៗគ្រប់យ៉ាងហើយគាត់អត់ចង់បានអីពីយើងទេអញ្ចឹងទៅពេលដែលគាត់ឃើញយើងអញ្ចឹងទៅគាត់មានអារម្មណ៍ថាគាត់ស្បែកចិត្តដែរកូនរបស់គាត់នឹងបានអាចធ្វើអ្វីមួយដែលចេញពីសមត្ថភាពរបស់ខ្លួនឯងបងអ្វីត្បិតតែពួកគាត់បានទៅមើលផ្ទាល់មែនក៏ប៉ុន្តែពួកគាត់ហ្នឹងក៏បានជួយជាកម្លាំងចិត្តនៅក្នុងការ
ជុំគ្នានៅក្នុងការមើលពួកខ្ញុំប្រកួតនឹងហើយនៅពេលដែលឃើញខ្ញុំឃើញពួកគាត់ស្រែកហូបគឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនិងក្រក់ក្ដៅក្នុងចិត្តដែរមាននឹកស្មានថាពួកគាត់នឹងស្រឡាញ់គោរពពួកខ្ញុំក៏ដូចជាគ្រប់គ្រងពួកខ្ញុំដល់ថ្នាក់ដែរបង សម្រាប់ការបោះឆ្នោតក្រុមយើងខ្ញុំនេះខ្ញុំសនំពោទៅដល់ទស្សនិកជនទាំងអស់គ្នានៅពេលដែលក្រុមសាលាវិទ្យាល័យដំដៃយើងប្រកួតសូមអ្នកទាំងអស់គ្នាជួយគ្រប់គ្រងនិងជួយ vote មកកាន់សាលាវិទ្យាល័យដំដៃពួកយើងផ្ទាល់ផងដើម្បីឲ្យពួកយើងឈានទៅដល់វគ្គផ្ដាច់ព្រោះថាសមត្ថភាពពួកយើងមានហើយក៏ប៉ុន្តែនៅរងចាំការលើកទឹកចិត្តនិងការគ្រប់គ្រងពីអ្នកទាំងអស់គ្នាផងដែរ នាងខ្ញុំជាបេក្ខជនតំណាងឲ្យក្រុមជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ2026នៃវិទ្យាល័យដំដែកហើយក៏តំណាងឲ្យខេត្តសៀមរាបក៏សូមគោរពអរគុណដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងបងប្អូនដែលគ្រប់គ្រងមកកាន់ក្រុមពួកយើងដែលពួកគាត់បានផ្ដល់ជាជំនួយឬក៏លើកទឹកចិត្តហើយនាងខ្ញុំក៏សូមគោរពអរគុណហើយសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសុខសុវត្ថិភាពនិងរស់នៅប្រកបដោយសុភមង្គល